បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទអាប់ដេតតម្លៃមាសជូនពុកម៉ែបងប្អូនបាទតម្លៃហាងឆេងបាទ International បាទ$4155ក្នុងមួយអោនបាទតម្លៃលក់នៅទីក្រុងភ្នំពេញ$135,200ក្នុង1គីឡូបាទគិតជាតម្លឹងបាទ$5,071ក្នុងមួយតម្លឹងបាទគិតជាតម្លឹងនៅជាប់ក្បាល$5,000ឡើយទេពុកម៉ែបងប្អូនបាទបើយើងប្រៀបធៀបពីថ្ងៃម្សិលមិញថ្ងៃនេះបាទរៀងចុះតិចបងប្អូនបាទចុះតិចហើយទីផ្សារនៅសហរដ្ឋអាមេរិកពីម្សិលមិញបាទគឺ holiday បាទម្សិលមិញណាអញ្ចឹងអត់សូវមានព័ត៌មានអីច្រើនទេបាទហើយថ្ងៃនេះថ្ងៃសៅរ៍ទៀតហើយទីផ្សារនៅសិង្ហបុរីក៏បិទបាទអញ្ចឹងតកតងនឹងព័ត៌មានមួយចំនួនដែលធ្វើឲ្យមាសយើងពិបាកក្នុងការឡើងដោយសារតែសហរដ្ឋអាមេរិកបាន cancel strip មានន័យថា cancel strip ទៅ make peace deal ជាមួយនឹងអ៊ីរ៉ាននៅ Switzerland បាទដោយសារតែអ៊ីស្រាអែលនិងហេប៊ូឡាបាទគាត់នៅបាញ់គ្នានៅម្ដុំលេបាណនហ្នឹងបាទបាញ់គ្នាខ្លាំងមែនតើហើយនៅយប់មិញម៉ោងប្រហែលជា8 9បាទអ៊ីស្រាអែលនិងហេប៊ូឡាហ្នឹងបាន agree deal peace ហើយបាទអាគ្រីឌីលភៀងវាលេតទៅហើយអញ្ចឹងការធ្វើដំណើរទៅសហរដ្ឋអាមេរិកទៅជួបប្រទេសអ៊ីរ៉ាននៅ Switzerland ហ្នឹងគឺ cancel បាទដោយសារតែ cancel ការជួបគ្នានឹងហើយទើបតម្លៃមាសរបស់យើងពិបាកក្នុងការឡើងប៉ុន្តែអារឿង deal peace ហ្នឹងគាត់បានសញ្ញេទៅហើយលោក Donald J. Trump បានសញ្ញេទៅហើយប៉ុន្តែអាការជួបគ្នាហ្នឹងគឺ cancel ដោយសារតែអ៊ីស្រាអែលបានបាញ់ទៅលើហេបូឡាបាទគឺនៅប្រទេសលេបាណនហ្នឹងបាទអញ្ចឹងហើយធ្វើឲ្យតម្លៃមាសនៅពេលបច្ចុប្បន្ននេះពិបាកក្នុងការឡើងណាស់ពុកម៉ែបងប្អូនបាទរឿងមិនចេះចប់ឥឡូវគេ deal peace ហើយជុំមិញម៉ោង9ហ្នឹងគឺទូរទស្សន៍ដូចជា BBC បាទ Reuters អី Fox News អីចឹងទៅគឺបានចុះផ្សាយប្រងព្រាតតាក់ទងនឹងagree deal peace រវាងនឹងអ៊ីស្រាអែលជាមួយនឹងហេប៊ូឡាបាទព្រោះអ៊ីស្រាអែលនិងអាមេរិកហ្នឹងវាប្រៀបធៀបមនុស្សតែមួយចឹងបងប្អូនបាទអ៊ីស្រាអែលគាត់នៅមជ្ឈមបពីដែលតែងតែជាដៃស្ដាំរបស់អាមេរិកតែងតែបាញ់សង្គ្រោះនៅអ៊ីរ៉ង់ហ្នឹងបាទអញ្ចឹងដោយសារតែព័ត៌មានដែលតាក់ទងនឹង cancel ទៅប្រទេសស្វីសហ្នឹងធ្វើឲ្យតម្លៃមាសបាទមានការហក់ធ្លាក់បន្តិចបាទអញ្ចឹងយើងចាំមើលព័ត៌មានល្អៗនៅថ្ងៃច័ន្ទទៀតពីព្រោះស្អែកថ្ងៃអាទិត្យក៏ជាថ្ងៃសម្រាប់ដែរសម្រាប់ខ្ញុំបាទសម្រាប់ advice របស់ខ្ញុំបងប្អូនដែលគាត់មានលុយច្រើនហ្នឹងគឺការទិញ pressure metal ទុកធ្វើជាទ្រព្យហ្នឹងដូចជាមិនខុសអីទេពុកម៉ែបងប្អូនត្រូវយល់ថាធនាគារកណ្ដាលជុំវិញពិភពលោកបាទគឺតែងតែទិញមាសដើម្បីតម្កល់ពេលដែលមាន emergency តាក់ទងនឹងសេដ្ឋកិច្ចចរតាក់ទងនឹងលុយបណ្ដាប្រទេសនីមួយនឹងធ្លាក់ value គាត់តែងតែលក់មាសអញ្ចឹងពេលដែលគាត់មានតម្រូវការមាសហើយឥឡូវទៅការតម្រូវការមាសច្រើនបាទអញ្ចឹងសម្រាប់ advice របស់ខ្ញុំបងប្អូនដែលមានលុយខ្ញុំគិតថាខែ6នេះគឺជាពេលវេលាមួយដែលល្អទិញដោយសារតែតម្លៃធូរបាទកុំចាំដល់15,000 16,000បាទខ្ញុំនៅតែជឿជាក់ថាបាទខែ8មាសនឹងមានឱកាសឡើងបាទហើយអញ្ចឹងសង្ឃឹមថាបងប្អូនឆ្លៀតពេលវេលាថ្ងៃនេះចុងសប្តាហ៍បាទមកទិញមាសទុកធ្វើជាទ្រព្យហើយចែកតរេនគឺជាការចែកអាចថាអស់100ផ្លែនេះទៅគឺអស់ហើយបាទសូមអរគុណ